លោកស៊ីតុងអាចចាត់ទុកថាជាបុគ្គលមួយរូបដែលទទួលបានជោគជ័យនឹងបទពិសោធន៍យ៉ាងក្រាស់ក្រែលក្នុងការចិញ្ចឹមត្រីកន្ធរក្នុងស្រះលោកនិយាយថាការចិញ្ចឹមត្រីកន្ធរចំណាយដើមទុនតិចត្រីប្រភេទនេះធន់នឹងអាកាសធាតុមិនងាយងាប់ចិញ្ចឹម100បានស្ទើរ100មិនរើសទឹកស័ក្តិសមនឹងការចិញ្ចឹមនៅក្នុងស្រះហើយទុកកាន់តែយូរត្រីកាន់តែធំលក់កាន់តែបានថ្លៃនិងកាន់តែមានទីផ្សារល្អជាពេទ្យសត្វនឹងចូលចិត្តដាំដំណាំបន្លែចិញ្ចឹមសត្វលោកស៊ីតុងរស់នៅក្នុងភូមិកោះខ្លួនឃុំកំពង់ត្រាចខាងកើតស្រុកកំពង់ត្រាចខេត្តកំពតបានជ្រើសរើសការចិញ្ចឹមត្រីកន្ធរធ្វើជាមុខរបរបន្ថែមហើយលោកក៏បានទទួលជោគជ័យលើការចិញ្ចឹមនេះត្រីកន្ធរហ្នឹងនៅលើទីផ្សារវាអត់សូវមាននៃតម្លៃវាដូចជាមិនទៀបដូចគេណាតម្លៃវាមានខ្ទង់10000ជាងណាបាទហើយត្រីកន្ធរវាងាយចិញ្ចឹមបាទត្រីកន្ធរវាយើងចិញ្ចឹមទៅវាបញ្ហាទឹកស្អុយបញ្ហាមិនដូរទឹកអីវាអត់ងាប់ប៉ុន្តែមុននឹងខ្ញុំមកចិញ្ចឹមនេះហ្នឹងខ្ញុំមើលបានចិញ្ចឹមនៅលើតង់លើអីនៅផ្ទះនៅអីហ្នឹងខ្ញុំសាកល្បងវាដោយសារយើងពិសោធន៍យើងមិនដូរទឹកយើងទុកវាឲ្យស្អុយទឹកស្អុយអីមើលតើវាការងាប់របស់វាប្រមាណណាពេលយើងមើលយន្ទុះវាអត់ងាប់អញ្ចឹងយើងដាក់100នៅ100ដាក់ប៉ុន្មាននៅប៉ុណ្ណឹងរហូតហើយវាការលូតលាស់របស់វារហូតទៅគាត់ថាវាមិនលូតលាស់លឿនទេព្រោះយើងប្រភេទត្រីធម្មជាតិហ្នឹងតែវាអត់ងាប់ទេអញ្ចឹងយើងអាចថាយើងយកមកដាក់ស្រះបានដោយសារយើងចាស់ហើយយើងគ្មានពេលណាដូរទឹកអីញឹកញាប់អាហ្នឹងតាមដំណើរអញ្ចឹងទៅបាទហើយការស៊ីរបស់វាក៏វាតិចដែរអានេះប្រភេទដូចត្រីក៏ភ្លេចអញ្ចឹងស៊ីតិចអញ្ចឹងអាត្រីនេះវាស្រះនេះខ្ញុំដាក់ហែលតុង20000កូនបាទហើយវាអាយុវាបន្តថ្ងៃនេះវាចូល11ខែហើយវាបាទវាល្មមចាប់ដែរមួយខ្ទង់មួយជុំវាមួយខាំមួយបើចំណៃសម្រាប់ត្រីនេះតិចបំផុតមួយថ្ងៃឲ្យស៊ីដូចថាត្រី20000ដូចខ្ញុំមួយថ្ងៃកាលវានៅតូចទីកន្ទក់អស់1គីឡូផងបើឡូវវាអាចស៊ីដល់4-5គីឡូអញ្ចឹងមួយថ្ងៃយើងចំណាយទៅលើវាឲ្យទុំ10000ជាងទេតែអានេះបើសិនជាយើងគិតទៅក៏បានត្រឹម1តោនក៏យើងបាន10លានទេបើយើងធ្វើស្រែផ្ទៃដីរបស់ខ្ញុំមើលពីបើចូលជិត2000ការ៉េហ្នឹងក៏វាមិនបានផលស្រូវហ្មងណាបើគិតវាត្រីលេងច្រើនជាងដោយមិនកំណាញ់ក្នុងការចែករំលែកនៅភាពជោគជ័យនិងដើម្បីឲ្យអ្នកដទៃទៀតទទួលបាននៅចំណូលបន្ថែមលោកតុងបានអះអាងបើបងប្អូនមានដីបន្តិចបន្តួចឬមានស្រះឬត្រពាំងហើយមិនសូវមានធនធានលោកសូមលើកទឹកចិត្តឲ្យងាកមកចិញ្ចឹមត្រីកន្ធរដោយគ្រាន់តែមកស្ដាប់អំពីវិធីរៀបចំស្រះបន្តិចបន្តួចពីលោកជាកែស្រេចតង់បើពេលយើងចិញ្ចឹមទៅវាការចំណាយច្រើនបើយើងនៅតង់ដែលឲ្យវាស៊ីគ្រប់គ្រាន់បើនៅនេះយើងអាចឲ្យស៊ីខ្លះអត់ខ្លះបានដោយសារវាមានអចំណីធម្មជាតិមួយឆ្មៅបន្លែព្រោះត្រីអស់នេះប្រភេទវាស៊ីបន្លែណាអញ្ចឹងយើងដាក់ចកសូឡាចកបាយទាចេះចាក់លេងទៅបើនៅក្នុងតង់ត្រូវតែផ្ដល់ចំណីឲ្យវា2ដងក្នុងមួយថ្ងៃទៅតែគាត់មានស្រះអញ្ចឹងគាត់យកដល់គាត់ឃើញស្រះធំគាត់ថាគាត់ទិញ2000កូនទៅលេងហើយវាមានអីនៅត្រីទុកត្រីស្ដោហ្នឹងវាស៊ីអស់ហើយអញ្ចឹងបើគាត់មុនគាត់ចិញ្ចឹមហ្នឹងនួតរាឲ្យគាត់ស្ដារស្រះហ្នឹងឲ្យស្អាតគាត់បាំងចំណាញ់ឲ្យជិតមួយទៀតគាត់ត្រូវបាច់កបោហើយគាត់ចាប់ត្រីការចេញអស់ឲ្យស្រួលបួលដាក់បញ្ចូលទឹកថ្មីដាក់អាចគោដាក់ឆ្មៅអីបកើតឡុងតុងវាចាំដាក់កូនត្រីអាហ្នឹងបានផលហ៎ហើយបើគាត់មានស្រះហើយគាត់យកត្រីទៅចាក់ទៅយកចោលហ្នឹងអញ្ចឹងបើណាចង់ទិញកូនខ្ញុំតលតែមករៀនពីខ្ញុំហើយធ្វើតាមខ្ញុំបានខ្ញុំលក់កូនហើយខ្ញុំអត់យកលុយថ្លៃរៀនទេយ៉ាងណាក៏ដោយក៏អ្នកចិញ្ចឹមត្រីរូបនេះបានប្រាប់ថាការចិញ្ចឹមត្រីកន្ធរត្រូវប្រើពេលយូរជាងត្រីផ្សេងៗដោយត្រូវប្រើពេលរហូតដល់8ខែទើបចាប់ផ្ដើមប្រមូលផលបានប៉ុន្តែទីផ្សារមានស្ថិរភាពហើយបើត្រីកាន់តែធំលក់បានកាន់តែថ្លៃ